ឧបសគ្គរបស់ការប្រើប្រាស់ AI ទី1វាថ្លៃវាត្រូវការសម្ភារៈដែលមាន AI ហើយសម្ភារៈដែលមាន AI បើជាទូរស័ព្ទក៏ជាទូរស័ព្ទដែលថ្លៃគួរសមបើជាកុំព្យូទ័រក៏ជាកុំព្យូទ័រដែលល្អគួរសមទី1វាថ្លៃទី2វាត្រូវការអ៊ីនធឺណិត AI គ្មានន័យទាំងអស់បើគ្មានអ៊ីនធឺណិតហើយអ៊ីនធឺណិតនេះមិនមែនចេះតែភ្ជាប់ម្ដងប្រើវាណាវាត្រូវការភ្ជាប់វារហូតដើម្បីឲ្យវាផ្ដល់សេវាកម្មឲ្យយើងរហូតដល់ភ្ជាប់ទៅអ៊ីនធឺណិតរហូតវាធ្វើឲ្យយើងងាយនឹងញៀនអ៊ីនធឺណិតនេះជាឧបសគ្គសម្រាប់យើងទី1វាថ្លៃទី2វាត្រូវការចំណាយលើវាហើយទី3វាធ្វើឲ្យយើងខាតបង់ពេលវេលាសម្រាប់ធ្វើវាទី4មិនមានអ្នកណាម្នាក់ដែលអាចគ្រប់គ្រងវាបានទេឪពុកម្ដាយរវល់កូនរវល់គ្រូរវល់ពេលវេលានៅជាមួយគ្នាតិចគឺជាកត្តាដែលជាគ្រោះផងជាឧបសគ្គផងក្នុងការឲ្យយើងអាចប្រើប្រាស់អញ្ចឹងតម្លៃហើយនឹងពេលវេលាហើយនឹងអ្នកដែលយើងបង្រៀនយើងឲ្យចេះអក្ខរកម្មបញ្ញាសិប្បនិម្មិតហ្នឹងវាតិចនៅស្រុកយើងវាតិចនៅឡើយហើយមិនទាន់មានអ្នកណាហ៊ានធ្វើស្អីជាផ្លូវការនៅឡើយដើម្បីថាណែនាំវាយ៉ាងម៉េចឲ្យនៅឡើយទេអញ្ចឹងនៅពេលដែលការប្រើប្រាស់វាកើតឡើងគ្រប់ទីកន្លែងគ្រប់ពេលវេលាគ្រប់វ័យហើយការណែនាំថាត្រូវធ្វើយ៉ាងម៉េចហ្នឹងអត់ទាន់កើតឡើងវាជាឧបសគ្គមួយដែរអញ្ចឹងបើសិនជាយើងមានការតាមឲ្យទាន់របៀបប្រើប្រាស់របស់វាហើយជួយប្រើប្រាស់ឲ្យបានមានប្រយោជន៍មានដែនកំណត់របស់វាឲ្យចេះប្រើប្រាស់ prompt ដែលត្រឹមត្រូវវានឹងជួយយើងបានច្រើនឧបសគ្គមានប៉ុណ្ណឹងមិនទាន់មានអ្នកជំនាញមិនទាន់មានគោលនយោបាយមិនទាន់មានឬក៏ឧបករណ៍ច្រើនមិនទាន់មានអ៊ីនធឺណិតគ្រប់ពេលវេលាគ្រប់ទីកន្លែងមិនទាន់មានសិល្បៈឬក៏ការយល់ដឹងក្នុងការសួរ AI ឲ្យវាឆ្លើយបានតាមតម្រូវការរបស់យើងហ្នឹងគឺជាកត្តាមួយចំនួនទៅក្នុងឧបសគ្គឱកាសបើយើងចាប់ផ្ដើមប្រើវាយើងនឹងចេះពីវាចេះពី AI ចេះប្រើវាហើយយូរទៅវាដូចយើងជិះម៉ូតូជិះកង់អញ្ចឹងកាលណាយើងកាន់តែប្រើវាយើងកាន់តែអាចគ្រប់គ្រងវាបានល្អជាងមុនពេលយើងជិះម៉ូតូលើកទី1ងាយដួលហើយក៏ងាយបុកនេះបុកនោះដែរប៉ុន្តែយូរទៅយើងជិះវាបានដោយមិនទាំងគិតផង AI ដូចគ្នាដែរកាន់តែប្រើប្រាស់ទៅប្រសិនបើយើងប្រើវាត្រូវវានឹងធ្វើឲ្យយើងកាន់តែដឹងពីវាច្រើនទៅអាចទៅជាភាសាអង់គ្លេសហៅថា self taught មនុស្សដែលបង្រៀនខ្លួនឯងឲ្យសម្រេចការងារដែលលំបាកមួយបានប៉ុន្តែការប្រឈមដែលនាំគាត់ឲ្យទៅញៀនឲ្យទៅយល់ខុសឲ្យទៅវក់នឹងអាហ្នឹងក៏ខ្លាំងដែរអញ្ចឹងគឺត្រូវតែមានយន្តការត្រូវតែមានក្រុមអ្នកដែលតាមពិនិត្យថាតើវាកំពុងតែមានស្អីកើតឡើងហើយស្រុកយើងបច្ចុប្បន្ននេះគឺយើងមានធនធានតិចមានមនុស្សដែលចេះធ្វើការមានមិនច្រើនហើយលោកមានការងារច្រើនទៅធ្វើហើយឲ្យមើលគ្រប់សពទាំងអស់ហ្នឹងគឺពិបាកសូម្បីតែប្រព័ន្ធ media ខ្លួនឯងក៏មិនទាន់បានទៅតាមដានរឿងនឹងឲ្យស៊ីជម្រៅថាមានហានិភ័យអីកើតឡើងហើយប្រព័ន្ធសិក្សាស្រាវជ្រាវទៀតសោតក៏មិនអាចដេញតាមទាន់នឹងបាតុភូតសង្គមនេះខ្លាំងលឿនដែរអញ្ចឹងទាំងអស់នេះគឺជាឧបសគ្គនិងជាឱកាសដែលយើងប្រើទៅយើងអាចចេះប្រើដោយខ្លួនឯងរកអ្នកណាដែលចេះប្រើនឹងយកមកបង្រៀនអ្នកដទៃទៀតទៅឲ្យវាជាក់ស្ដែងតែម្ដងវាមានសារៈសំខាន់សម្រាប់សង្គមយើងឆ្លើយទៅកាន់សំណួរតាក់ទងនឹងឧបសគ្គនិងឱកាសខ្ញុំមានប៉ុណ្ណឹង